ទូពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរមកចែកម្លែកវីដេអូទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់បងប្អូនដែលថ្មីដែលស្រឡាញ់ខាងវិស័យចិញ្ចឹមមាន់បាទឃើញវីដេអូនេះហើយចុចជាវនៅលើ channel ខ្ញុំអ្នកមួយទៅបងប្អូននឹងទទួលបានចំណេះដឹងពីខ្ញុំជារៀងរាល់ថ្ងៃបាទអញ្ចឹងសម្រាប់ដែលខ្ញុំផុសវីដេអូទៅបងប្អូនគាត់ណាជាវលើ channel ខ្ញុំទៅអញ្ចឹងបងប្អូនពេលខ្ញុំផុសចេញទៅបងប្អូនមើលឃើញមុនគេបាទអញ្ចឹងទាក់ទងជាមួយនឹងការចិញ្ចឹមមាន់បាទខ្ញុំប្រាប់កលឹះសំខាន់ទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាចិញ្ចឹមមាន់ទៅបានរស់ដូចជាខ្ញុំអញ្ចឹងណាបងប្អូនបាទហើយសម្រាប់បងប្អូនខ្លះគាត់មានចម្ងល់បាទគាត់ចិញ្ចឹមមាន់តិចហើយនៅតែគាត់ចិញ្ចឹមមិនរស់បងប្អូនទាំងអស់គ្នាបាទនឹងមូលហេតុមកពីអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទហើយទាក់ទងជាមួយនឹងកត្តាចិញ្ចឹមមាន់នេះដែរគឺវាមានច្រើនបែបច្រើនយ៉ាងបងប្អូនបាទគេចិញ្ចឹមរបៀបគេផ្សេងតែខ្ញុំចិញ្ចឹមរបៀបខ្ញុំគឺផ្សេងបងប្អូនបាទហើយខ្ញុំចិញ្ចឹមរបៀបខ្ញុំនឹងឃើញថាវាជោគជ័យមែនទែនបាទគឺអត់មានងាប់ទេបងប្អូនយើងទាំងអស់គ្នាបាទទាក់ទងជាមួយនឹងការចិញ្ចឹមមាន់នេះដែរអញ្ចឹងសម្រាប់បងប្អូនដែលថ្មីដែលគូតែមើលវីដេអូនេះចប់បងប្អូននឹងចេះចិញ្ចឹមបាទហើយខ្ញុំចែករំលែកទៅកាន់ពុកម៉ែបងប្អូននេះគឺចែករំលែកចំណុចសំខាន់បាទដែលបងប្អូនគាត់ចិញ្ចឹមមាន់ទៅគឺគាត់ចិញ្ចឹមទៅអត់ជោគជ័យបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលថ្មីបាទបងប្អូនដែលថ្មីនៅពេលដែលគាត់យកមាន់ពីគេមកឧទាហរណ៍ថាបើសិនជាបងប្អូនទិញមាន់ពីគេមកទិញមេមាន់មកបងប្អូនបាទបងប្អូនទិញមេមាន់មក2មកបាទតាឈ្មោលមួយមេមួយមកក៏បានដែរសម្រាប់បងប្អូនដែលគាត់អត់ចេះសោះអត់ដែរសោះណាបងប្អូនបាទអញ្ចឹងបងប្អូនទិញតែ2នឹងមកបងប្អូនបាទហើយបងប្អូនធ្វើទ្រុងឲ្យវានៅឲ្យស្រួលបួលមកបងប្អូនបាទនៅពេលដែលវាបានកូនមកនៅពេលដែលវាពងបាទនៅពេលដែលវាពងអញ្ចឹងបងប្អូនធ្វើសបុកឲ្យវាត្រឹមត្រូវមកបាទការធ្វើសបុកនៅខែក្តៅបងប្អូនធ្វើសបុកស្ដើងបានហើយកុំឲ្យដាក់ឲ្យក្រាស់ពេកបាទនៅខែក្តៅបងប្អូនបាទបើសិនជានៅខែត្រជាក់បងប្អូនដាក់ក្រាលសបុកឲ្យក្រាស់បាទកុំឲ្យពងនឹងត្រជាក់វាខូចដល់ពងមាន់អញ្ចឹងគឺវាអត់ញាស់ហើយណាបងប្អូនយើងបាទហើយនៅខែក្តៅបងប្អូនក្រាស់ស្ដើងបើសិនជាវាក្តៅខ្លាំងបងប្អូនដាក់ទឹកនៅពីក្រោមហើយសបុកមាន់ហ្នឹងបងប្អូនត្រូវតែធ្វើកពស់ពីដី1ម៉ែត្រមកបងប្អូនបាទហើយស្រួលយើងពេលក្តៅខ្លាំងយើងដាក់ទឹកនៅពីក្រោមពងហ្នឹងដើម្បីឲ្យពងមាន់យើងហ្នឹងវាកុំឲ្យវាកកគេហៅថាពងមាន់ខាស់ពេលក្តៅខ្លាំងទៅវាខាស់បាទអញ្ចឹងបងប្អូនធ្វើបែបហ្នឹងទៅនៅពេលដែលវាញាស់មកអញ្ចឹងបងប្អូនដាក់វាក្រុងនឹងរត់បងប្អូនបាទដាក់វាក្រុងនឹងរត់ហើយបងប្អូនដាក់មេចូលបាទដាក់មេចូលរយៈពេលក្នុងហ្នឹងមួយអាទិត្យអីទៅបងប្អូនបាទរយៈពេលមួយអាទិត្យបងប្អូនដាក់ចំណីដាក់អីឲ្យមេឲ្យមាន់នឹងបរិញ្ញាស៊ីចំណីណាមេវាបរិញ្ញាស៊ីចំណីអញ្ចឹងនៅពេលដែលកូនមាន់នឹងវាចេះស៊ីចំណីហើយបងប្អូនដកមេនឹងចេញពីទ្រូងមកបាទហើយដាក់ឲ្យតកូននឹងស៊ីចំណីទៅបាទហើយដាក់ទៅវាផឹកទៅហើយនៅពេលដែលយប់ឡើងបងប្អូនត្រូវតែចាប់មេមាន់ហ្នឹងចាប់ចូលបាទចាប់ចូលឲ្យបងប្អូនហុំវាចិត្តយកស្អីកណាត់ដូចជាកណាត់អីហុំវាចិត្តមកកុំឲ្យវាខ្យល់ចេញចូលកាលណាតែមានខ្យល់ចេញចូលវាប៉ះដល់កូនមាន់អញ្ចឹងធ្វើឲ្យកូនមាន់របស់យើងហ្នឹងវាឈឺវាខ្ញល់បងប្អូនបាទយើងចាំទៅគឺវាអត់ធំទេគឺវាក្រិនបើមិនក្រិនទេគឺវាងាប់អញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនត្រូវតែបិទវាចិត្តនៅពេលយប់ឡើងឲ្យវាត្រូវខ្យល់បាទមិនថាមាន់តូចឬមាន់ធំទេនៅពេលយប់បងប្អូនត្រូវតែតម្លាក់តង់ឲ្យយើងធ្វើទ្រុងឲ្យមានតង់ហើយមានខ្យល់ចេញចូលដែរយើងរើសទីតាំងណាដែលសង់ទ្រុងឲ្យបានស្អាតបាទអញ្ចឹងទីតាំងនឹងមិនលិចទឹកបងប្អូនយើងហើយយើងធ្វើទ្រុងដាក់អត់មានបៃសាស័យចិត្តទេបងប្អូនអរគ្នាបាទយើងដាក់តង់វានៅជុំវិញសម្រាប់ពេលថ្ងៃឡើងយើងសោយវាយប់ឡើងយើងតម្លាក់បាទអញ្ចឹងកុំឲ្យវាធំលាមកមាន់បាទអញ្ចឹងទាក់ទងជាមួយនឹងការស្អាតចំណុកអានេះយើងត្រូវតែស្អាតវាជារៀងរាល់ថ្ងៃបងប្អូនបាទអញ្ចឹងវាយើងអាចបានសម្អាតទ្រុងហើយនឹងស្រូបចំណីបានស្អាតជានិច្ចទេគឺមាន់យើងឈឺហើយបងប្អូនបាទគឺបងប្អូនសម្អាតវាជារៀងរាល់ថ្ងៃបាទព្រោះអីមាន់វាត្រូវការស្អាតបើមិនយើងអត់សូវស្អាតទេគឺប្រកាសនឹងមាន់ហ្នឹងវាឈឺហើយបងប្អូនយើងបាទវីដេអូនេះមានប៉ុណ្្នឹងទេបងប្អូនបាទហើយបងប្អូនវីដេអូនេះមានផលប្រយោជន៍បងប្អូនអាចចុច like ចុច share ឲ្យវីដេអូខ្ញុំម្នាក់មួយផងបាទ